មុខរបរចិញ្ចឹមក្តាមថ្មកំពុងជួយប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរក្រៅពីមុខរបរនេសាទតាមបែបប្រពៃណីប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុបាននឹងកំពុងចាប់យកមុខរបរបន្ថែមមួយទៀតដោយការចិញ្ចឹមក្តាមថ្មដែលអាចរកប្រាក់ចំណូលចូលគ្រួសារបានកាន់តែច្រើននិងជួយលើកកម្ពស់ជីវភាពពួកគេឲ្យមានភាពល្អប្រសើរលោកលឹមប្រុញប្រជាសហគមន៍នេសាទជ្រលងម្នាក់ក្នុងចំណោមសមាជិកចំនួន60នាក់បានដឹងថាគ្រួសាររបស់លោកបានចាប់យករបរចិញ្ចឹមក្តាមថ្មនេះអស់រយៈពេលជាង10ឆ្នាំមកហើយដែលជាការចិញ្ចឹមលក្ខណៈគ្រួសារតាមបែបពាក់កណ្ដាលធម្មជាតិលោកថាការចិញ្ចឹមក្តាមថ្មរបស់សហគមន៍ជ្រលងគឺអនុវត្តតាមគោលការណ៍ធម្មជាតិដោយមិនមានបំពន់ចំណីគីមីឲ្យឆាប់ធំនោះទេពោលគឺឲ្យស៊ីតែកូនត្រីនុយតូចៗនិងកូនគ្រំដែលនេសាទបានពីសមុទ្រដើម្បីឲ្យរសជាតិសាច់ក្តាមនៅរក្សាបានគុណភាពឆ្ងាញ់ដូចធម្មជាតិបច្ចុប្បន្នលោកកំពុងចិញ្ចឹមក្តាមថ្មនៅលើផ្ទៃដីប្រមាណ10អាអាចដាក់កូនក្តាមចិញ្ចឹមបានជាង500ក្បាលនិងអាចរកចំណូលបានចន្លោះពី3ទៅ4លាននៅពេលដែលប្រមូលផលមួយលើកក្រោយការចិញ្ចឹមរយៈពេលប្រមាណ3ខែកន្លះទៅ4ខែលោកហ៊ូសៃហាប្រធានសហគមន៍នេសាទជ្រលងបានឲ្យដឹងផងដែរថាក្រៅពីការនេសាទលក្ខណៈគ្រួសារនិងតាមបែបប្រពៃណីសមាជិកសហគមន៍នេសាទបានចាប់យករបរចិញ្ចឹមក្តាមថ្មសម្រាប់រកប្រាក់ចំណូលបន្ថែមដោយគ្រួសារខ្លះមានស្រះទំហំជាង10អានិងខ្លះជាង20អាហើយខ្លះទៀតមានរហូតដល់ទំហំជាង1ហិកតាក៏មានដែរប្រធានសហគមន៍រូបនេះបានបញ្ជាក់ថាក្រោយចិញ្ចឹមបំពន់ចំណីរយៈពេល3ខែកន្លះទៅ4ខែកសិករអាចចាប់ផ្ដើមលក់ជាបណ្ដើនិងអាចរកចំណូលបានចន្លោះពី6លានទៅ8លានរៀលក្នុងមួយលើកនិងមួយឆ្នាំអាចចិញ្ចឹមបាន2ដងចំពោះក្តាមលេខ1មានទម្ងន់ពី2ទៅ3ខាំក្នុងមួយក្បាលអាចលក់បានក្នុងតម្លៃ50000រៀលក្នុង1គីឡូក្រាមចំណែកក្តាមលេខ2មានទម្ងន់1ខាំកន្លះទៅ2ខាំក្នុងមួយក្បាលអាចលក់បានក្នុងតម្លៃពី35000រៀលក្នុង1គីឡូក្រាមដែលឈ្មួញទៅទិញដល់កន្លែងចិញ្ចឹមដើម្បីយកទៅលក់បន្តនៅផ្សារក្នុងទីរួមខេត្តព្រះសីហនុមានតម្លៃលើសពីនេះប្រហែល3000រៀលក្នុង1គីឡូក្រាមលោកបានបន្តឲ្យដឹងថាទោះជាការចិញ្ចឹមក្តាមថ្មអាចរកចំណូលបានសមរម្យក៏ពិតមែនប៉ុន្តែត្រូវទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ផងដែរជាពិសេសនៅរដូវប្រាំងព្រោះក្តាមមានហានិភ័យខ្លាំងដោយសារនៅពេលមេឃក្តៅដីចាប់ផ្ដើមឡើងអាស៊ីនហើយពេលមានភ្លៀងធ្លាក់កក់ខែសារធាតុអាស៊ីតហូរចូលស្រះចិញ្ចឹមក្តាមធ្វើឲ្យក្តាមងាប់ភ្លាមស្រដៀងគ្នាទៅនឹងការចិញ្ចឹមមាន់ចិញ្ចឹមទៀតដែរឬពេលខ្លះទឹកឡើងជាន់ខ្លាំងលិចស្រះចិញ្ចឹមរហែកសំណាញ់របាំងការពារធ្វើឲ្យក្តាមវាចេញអស់ក៏មាន